សូមគោរពនឹងជំរាបសួរបាទពុកម៉ែបងប្អូនអ្នកគ្នាបាទចូលមកកាន់ channel កាយជាប្រយុទ្ធបាទថ្ងៃនេះខ្ញុំមានរូបមន្តពិសេសមួយទៀតដែរបាទលាបឲ្យលឹងធំលឹងវែងលឹងរឹងមាំបាទវៃមិនបាក់កម្លាំងបាទហើយបាទលឹងរបស់យើងហ្នឹងបាទរឹងមាំហើយគឺថាមិនងាយបាទតុនកទេពុកម៉ែបងប្អូនអ្នកគ្នាបាទអញ្ចឹងសម្រាប់ពូបងតាបាទជាពិសេសតាគាត់ចង់បានលឹងរបស់គាត់ធំហើយវែងរឹងមាំអញ្ចឹងក៏ភ្លេចប្រើនៅរូបមន្តមួយនេះបាទពុកម៉ែបងប្អូនអ្នកគ្នាហើយរូបមន្តនេះគឺអត់មានអីប្រហែលទេពុកម៉ែបងប្អូនគ្នាបាទគឺមានទឹកខ្មុំបាទពុកម៉ែបងប្អូនទឹកខ្មុំក្រូចឆ្មាពងទាហើយនិងកាហ្វេពុកម៉ែបងប្អូនកាហ្វេយើងដាក់កាហ្វេអីក៏បានដែរបាទហើយអញ្ចឹងវាមានតែបាទ4មុខនេះទេបាទផ្សំទៅជារូបមន្តដែលធ្វើឲ្យលឹងរបស់យើងធំហើយរឹងមាំតែម្ដងពុកម៉ែបងប្អូនអញ្ចឹងទៅមើលពីរបៀបបាទធ្វើរូបមន្តនេះទាំងអស់គ្នាបាទពុកម៉ែបងប្អូនអ្នកគ្នាបាទជាដំបូងគឺយើងត្រូវបាទគូសពងទាមកបាទយើងដាក់ចូលក្នុងចានបាទយើងយកទាំងអស់ហ្មងទៅពងទាគឺយើងយកទាំងអស់តែម្ដងបាទអញ្ចឹងយើងដាក់ពងទាចូលទៅបាទបន្ទាប់ពីដាក់យើងគូសពងទារួចហើយបាទយើងវៃបាយដាក់ក្រហមវិញទៅបន្ទាប់ពីបែកហើយបាទយើងដាក់កាហ្វេចូលបាទកាហ្វេយើងដាក់មកល្មមហើយយើងកូរវាបាទបន្ទាប់ពីយើងដាក់កាហ្វេរួចហើយបាទយើងចិត្តក្រូចឆ្មាដាក់មួយចំហៀងទៅបាទនេះក្រូចឆ្មាបាទយើងដាក់ទៅបាទបន្ទាប់ពីយើងច្បាយក្រូចឆ្មារួចហើយបាទយើងកូរវាបាទហើយនឹងជាចុងក្រោយគឺយើងដាក់ទឹកខ្មុំចូលបាទទឹកខ្មុំបាទយើងដាក់រៀងច្រើនទៅបាទឡើងសម្រាប់វាប៉ុណ្ណឹងបានហើយបន្តទៀតបាទយើងកូរវាទៅបាទហើយយើងយកលាបលើប្រដាប់ភេទរបស់យើងបានហើយពុកម៉ែបងប្អូនអ្នកគ្នាបាទយើងលាបហើយបាទយើងបាទទុកវារយៈពេលបាទ15នាទីបាទ10នាទីទៅ5-10នាទីពុកម៉ែបងប្អូនអ្នកគ្នាហើយចាំយើងលាងទឹកចេញយើងនឹងទទួលបានលឹងដ៏ធំហើយរឹងមាំបាទរឹងហើយបាទមិនងាយបាទតុនកវិញទេពុកម៉ែបងប្អូនអញ្ចឹងពិសេសមែនទែនបាទសម្រាប់រូបមន្តមួយនេះបាទយើងលាបវាអញ្ចឹងបាទយើងទុកវារយៈពេល15នាទីណាពុកម៉ែបងប្អូនអ្នកគ្នាហើយបាទរូបមន្តរបស់ខ្ញុំមានតែប៉ុណ្ណេះទេបាទកុំភ្លេចជួយចែកជាវនៅ channel របស់ខ្ញុំម្នាក់មួយផងបាទចាំជួបគ្នានៅវីដេអូក្រោយបាទអញ្ចឹងសូមអរគុណនិងសូមជម្រាបលា